នេះទុកសិនលោកបានេះជាប្រតិបត្តិពិន្ទុរបស់លេងយ៉នពិន្ទុរូបមិនដល់ពាក់កណ្ដាលរបស់ឈូរីវផងស៊ូលេងយ៉នតើនេះជាពិន្ទុពិតប្រាកដរបស់អ្នកមែនទេភូមិពួកយើងមិនសូវផ្ដោតលើមុខវិជ្ជាសង្គមទេឲ្យខ្ញុំមើលមុខវិជ្ជាវិទ្យាសាស្ត្ររបស់អ្នកបន្តិចទោះបីជាខ្ញុំមិនសូវពូកែមុខវិជ្ជាសង្គមតែមុខវិជ្ជាទាំង5របស់ខ្ញុំគឺល្អណាស់ស្អីគេខ្ញុំថាមុខវិជ្ជាទាំង5របស់ខ្ញុំគឺល្អទោះជាខ្ញុំប្រឡងមុខវិជ្ជាសង្គមបានពិន្ទុតែមុខវិជ្ជាទាំង5គឺខ្ញុំបានពិន្ទុពេញទាំងអស់ការប្រឡងបាក់ឌុបមានបែងចែកតែថ្នាក់វិទ្យាសាស្ត្រនិងសង្គមទេតើមានមុខវិជ្ជាទាំង5មកពីណាមិនក៏គ្មានក្នុងភូមិរបស់ពួកយើងគឺមានទាំងអស់លោកគ្រូលេងឈីវក្នុងភូមិពួកយើងគឺជាគ្រូបង្រៀនមុខវិជ្ជាទាំង5របស់ពួកយើងគាត់ពូកែណាស់ហើយបងប្រុសបងស្រីធំដឹងក្តីនៅតំបន់ភ្នំក្រីកគ្មានចំណេះដឹងគឺជារឿងធម្មតាទេកុំធ្វើឲ្យគាត់ពិបាកអីហាស៊ូលីងយុននៅភូមិឯងមិនបានរៀនសូត្រទេមែនទេចុះលីងស៊ូរបស់ឯងនោះរាល់ថ្ងៃចេះតែធ្វើសំឡេងហឹមហាមែនទេនិយាយម្ដងទៀតមើលមិនក៏ឈប់សាច់ហើយពូកែណាស់ពិតជាស័ក្តិសមដែលទទួលបានការចងចាំដ៏ល្អពីត្រកូលស៊ូយ៉ាងម៉េងតាមខ្ញុំមើលទៅពិធីជួបជុំសាច់ញាតិថ្ងៃស្អែកត្រូវរៀបចំតាមធម្មតាណាពុករឿងនេះសម្រេចតាមនឹងចុះសៀរ៉ង់មិនអីទេប្អូនគ្រាន់តែដឹងថាក្នុងចិត្តរបស់បងនិងពុកម៉ែអ្នកដែលពួកយើងស្រឡាញ់បំផុតមានតែប្អូនម្នាក់គត់បងប្រុសយ៉ាងណាក៏នាងជាកូនបង្កើតរបស់ពុកដែរប្អូនទ្រាំអន់ចិត្តបន្តិចបន្តួចមិនអីទេធ្វើឲ្យប្អូនអន់ចិត្តហើយលោកអ្នកទាំងឡាយថ្ងៃនេះខ្ញុំមានរឿងសំខាន់ត្រូវប្រកាសកូនស្រីម្នាក់ទៀតរបស់គ្រួសារស៊ូដែលបាត់ខ្លួនជាច្រើនឆ្នាំបងស្រីភ្លោះរបស់សៀរ៉ុងថ្ងៃនេះរកឃើញហើយ